ជំរាបសួរនាងខ្ញុំឈ្មោះមឿនគឹមឆងមកពីវិទ្យាស្ថានគ្រូបាសារាជធានីភ្នំពេញនៅពេលដែលខ្ញុំបានមកដល់ទីរួមខេត្តបាត់ដំបងខ្ញុំមានអារម្មណ៍ថាមកដល់ទីនេះគឺមានអារម្មណ៍ថាទឹកដីគឺត្រជាក់ហើយទីសំបីតែទីធ្លាមើលទៅស្អាត clean ហើយមានអារម្មណ៍ថាគួរឲ្យចង់រស់នៅជាពិសេសទៅទៀតនោះពួកយើងបានចូលទៅដល់វិទ្យាស្ថានគ្រូបាសាបាត់ដំបងដែលយើងឃើញថាលោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាស្ថានបាត់ដំបងគឺគាត់មានភាពរួសរាយរាក់ទាក់ដោយមានការលើកដៃសំពះហើយបានរៀបចំទាំងអាហារដើម្បីទទួលពួកយើងហើយថែមទាំងអាហារអ្នកបាត់ដំបងគឺថាឆ្ងាញ់ពិសាមែនទែនហើយពួកខ្ញុំរីករាយនឹងសប្បាយចិត្តដែលឆ្លងកាត់បទពិសោធន៍មួយនេះជំរាបសួរសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះមុតគឹមសែងគឺអតីតគ្រូនិស្សិតចំនួនទី2ហើយថ្ងៃនេះដែរខ្ញុំមានសេចក្តីសុំរីករាយខ្លាំងណាស់ដែលបានមកធ្វើមកចូលរួមក្នុងកម្មវិធីប្រកួតមិត្តភាពជាមួយវិទ្យាស្ថានគ្រូសាស្ត្របាត់ដំបងអញ្ចឹងចំណាប់អារម្មណ៍ដែលខ្ញុំបានមកដល់នៅវិទ្យាស្ថានលើកទី1នេះគឺចំពោះនឹងការទទួលរាក់ទាក់ដល់ធ្វើឲ្យយើងមានភាពកក់ក្ដៅខ្លាំងមែនតើហើយមួយទៀតខ្ញុំបានសុភាសិតពីអ្នកគ្រូខ្ញុំមួយគាត់បានលើកឡើងថាក្លាប់ណែតយ៉ងកន្លងទៀមខុតអញ្ចឹងនេះហើយជាអ្វីដែលខ្ញុំចង់មកនឹងចង់មកឃើញផ្ទាល់ថាអ្វីដែលគេនិយាយហើយអ្វីដែលបាននិយាយតគ្នាហ្នឹងគឺពិតមែនខ្ញុំទាំងពីរគឺជាគ្រូនិស្សិតមកពីទីតិចខ្ញុំចង់មកទស្សនកិច្ចនៅវិទ្យាស្ថានគ្រូសាស្ត្របាត់ដំបងហើយក៏មកលេងកីឡាមិត្តភាពជាមួយនឹងវិទ្យាស្ថានគ្រូសាស្ត្របាត់ដំបងដែរហើយចំពោះចំណាប់អារម្មណ៍ពេលដែលខ្ញុំចូលមកដល់ទឹកដីបាត់ដំបងមានអារម្មណ៍ថាស្រស់ស្រាយហើយនឹងសប្បាយចិត្តដោយសារតែបាត់ដំបងគឺជាខេត្តមួយដែលខ្ញុំចង់មកយូរហើយឥឡូវក៏បានមកដល់ហើយពេលមកដល់ឃើញថាបងប្អូននៅនឹងប្រជាជនគាត់នៅក្នុងខេត្តហ្នឹងគាត់រុះរាយហើយខាងវិទ្យាស្ថានគ្រូកសលផ្ទាល់ក៏គាត់ទទួលស្វាគមន៍ពួកខ្ញុំបានល្អហើយទាំងការហូបចុកហើយនិងការស្នាក់នៅចំពោះខ្ញុំក៏អត់ខុសអីពីគាត់ដែរគឺមកដល់ទឹកដីបាត់ដំបងគឺមានអារម្មណ៍ថាខេត្តបាត់ដំបងគឺជាខេត្តមួយដែលស្អាតហើយចំពោះប្រជាជននៅទីនេះគឺរស់រាយរាក់ទាក់ខ្លាំងមែនទែនហើយចំពោះការស្វាគមន៍របស់វិទ្យាស្ថានគឺមានន័យថាល្អខ្លាំងមែនទែនដែលបានស្វាគមន៍ពួកខ្ញុំយ៉ាងល្អក៏ដូចជាចំពោះម្ហូបអាហារគឺឆ្ងាញ់គ្រប់មុខហ្មងព្រឹកមិញពេលមកដល់គឺបានញ៉ាំម្ហូបទាំងអស់ហ្នឹងគឺឆ្ងាញ់ហើយតមកចំពោះអារម្មណ៍ដែលថាអារម្មណ៍ដែលពិតចង់និយាយថាគឺខេត្តបាត់ដំបងគឺខ្ញុំស្រឡាញ់ហើយបើមានលើកក្រោយទៀតគឺខ្ញុំអាចនឹងមកលេងនៅខេត្តហ្នឹងម្ដងទៀតបាទអរគុណបង